ខ្ញុំសូមគោរពនិងជម្រាបសួរសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនសូមលោកទាំងពីរជួយរកយុត្តិធម៌ឲ្យកូនរបស់នាងខ្ញុំផងខ្ញុំសូមគោរពនិងជម្រាបសួរសម្ដេចតេជោនិងគតិព្រឹទ្ធបណ្ឌិតសូមជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំឈ្មោះអឹងថៃហាំងភេទប្រុសអាយុ22ឆ្នាំខ្ញុំរៀនជានិស្សិតពេទ្យឆ្នាំទី3នៅសាលាបាត់ដំបងខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តលុចស៊ីស507ផ្លាកលេខ 2S 2AS ក្រេ2ឈ្មោះមេនរស្មីជាអ្នកបើកបរបានថយប៉ះខ្ញុំបាទហើយខ្ញុំនឹងខូចអនាគតឲ្យខ្ញុំធាក់ខ្លួនពិការខ្ញុំមានតែម្ដាយម្នាក់គាត់មានជាស្ត្រីមួយម៉ៃនិងម្យាយម្នាក់ខ្ញុំគ្មានទីពឹងអីទេហើយសូមមេត្តាសម្ដេចជួយរកយុត្តិធម៌ឲ្យខ្ញុំផងព្រោះអ្នកម្ចាស់ឡានគេថាខ្សែធំគេអង្គរៈរបស់សម្ដេចបងចឹងទេខ្ញុំសូមឲ្យសម្ដេចជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំគ្មានអីទីពឹងទេហើយខ្ញុំខូចអនាគតហើយសូមសម្ដេចមេត្តាជួយរកយុត្តិធម៌ឲ្យកូនរបស់នាងខ្ញុំផងនាងខ្ញុំមានតែកូនម្នាក់គាត់នាងខ្ញុំជាស្ត្រីមួយម៉ាយក្រីក្រនាងខ្ញុំអត់មានអីទីពឹងទេមានតែកូននឹងសង្ឃឹមកូនតែឥឡូវហ្នឹងកូនធ្លាក់ខ្លួនពិការសូមសម្ដេចជួយរកយុត្តិធម៌ឲ្យផងមានតែម្ដាយចាស់ហើយខ្ញុំជាអ្នកក្រីក្រចងការលុយគេយកមកព្យាបាលកូនឥឡូវកូនមិនតាន់បានជាស្រួលបួលសតិក៏មិនល្អដូចមុនខ្ញុំអត់មានអីទីពឹងទេមានតែពាក្យមួយយ៉ាងគឺសុំអង្វរកោឲ្យសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតនឹងជួយនាងខ្ញុំផងខាងគេអ្នកបង្កឡានដែលបង្កនឹងគេអត់មានចូលខ្លួនមកដោះស្រាយទេសូម្បីតែតុលាការឬក៏ខាងប៉ូលីសខាងអីក៏មិនហ៊ានដោះស្រាយដែរព្រោះអីគាត់ថាគាត់នឹងជាអង្គរៈរបស់សម្ដេចតែមិនដឹងថាសម្ដេចណាទេគេថាអញ្ចឹងគេបានប្រាប់ខ្ញុំថាអញ្ចឹងកូនខ្ញុំដេកពេទ្យ40ថ្ងៃអត់មានអ្នកណាមកអើមើលសូម្បីតែមកសួរសុខទុក្ខក៏អត់មានដែរខ្ញុំសប្តាហ៍ថ្ងៃនេះចងការជំពាក់លុយគេដោយសារយកមកព្យាបាលកូនអស់ច្រើនហើយ7-8000ហើយខ្ញុំមិនតាន់បានរកសងគេទេសូមសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតមេត្តាជួយរកយុត្តិធម៌ឲ្យនាងខ្ញុំផងព្រោះខ្ញុំជាគ្រួសារអ្នកក្រីក្រអត់មានអ្នកណាជួយទេសម្ដេចសូមសម្ដេចជួយនាងខ្ញុំផងខ្ញុំមិនមានអីជាទីពឹងទេមានតែពឹងសម្ដេចឲ្យជួយរកយុត្តិធម៌សូមអង្វរសម្ដេចតេជោនិងសម្ដេចគតិព្រឹទ្ធបណ្ឌិតសូមអង្វរលោកទាំងពីរជួយនាងខ្ញុំផងខ្ញុំសូមរំលឹកនមស្ការថ្វាយបង្គំគុណព្រះរតនត្រ័យមានព្រះពុទ្ធពធព្រះសង្ឃជាទីពឹងជាទីគោរពហើយខ្ញុំក៏សូមជម្រាបសួរដល់សម្ដេចតេជោនិងសម្ដេចគតិបណ្ឌិតខ្ញុំជាអ្នកកាន់ធម៌កាន់សិលដែរតែខ្ញុំជាដូនចៅនេះដែលមានគ្រោះថ្នាក់ចរាចរណ៍ពីថ្ងៃទី21ខែ7ហើយឥឡូវចៅខ្ញុំនេះទៅជាជនពិការហើយគ្នាទៅនឹងរៀនបានឆ្នាំទី3ជានិស្សិតឆ្នាំទី3នៅចិត្តតែពេលត្រូវចេញទៅហើយឥឡូវសូមសម្ដេចជួយខ្ញុំផងព្រោះខ្ញុំមានតែកូនមួយកូនស្រីមួយហើយនឹងចៅមួយដែលជាទីសង្ឃឹមឥឡូវចៅខ្ញុំបានគ្រោះថ្នាក់ហើយចិត្តមួយឆ្នាំទៅហើយមិនដឹងជាថាបានមានសតិឬក៏កាយវិការនេះបានដើមដូចដើមវិញឬក៏យ៉ាងណាហើយក៏ខ្ញុំសូមឲ្យសម្ដេចជួយដោះស្រាយផងរកយុត្តិធម៌ឲ្យខ្ញុំផងព្រោះអ្នកដែលបង្កគ្រោះថ្នាក់នេះមាននៅនឹងដែរតែគេមិនដែលបានចូលមកជួបឬក៏មកឲ្យជួយផ្ដល់កម្លាំងចិត្តខ្ញុំមិនចង់ថាទៀមទាទេព្រោះតែខ្ញុំក្រយ៉ាងណាក៏ខ្ញុំមិនចង់ទៀមទាឲ្យបានរួចតម្លៃដែលថាខ្ញុំមើលចៅនឹងដែរតែគ្រាន់តែថាសូមឲ្យមានទឹកចិត្តខ្លះមកជួយអើតជួយមើលអីអត់មានសោះឥឡូវចិត្តមួយឆ្នាំហើយព្រោះបាន10ខែហើយឥឡូវខ្ញុំសូមជម្រាបសម្ដេចហើយនឹងសម្ដេចគតិ
បណ្ឌិតសុំជួយខ្ញុំផងខ្ញុំមានតែ3នាក់ម៉ែកូននេះឯងហើយបើសិនជាសុំសម្ដេចជួយខ្ញុំរកយុត្តិធម៌ឲ្យខ្ញុំផងព្រោះប្រាំងពីពេលនោះមកអត់តាន់មានបានជាថាអ្នកណាថាមកជួយយកឲ្យកម្លាំងចិត្តខ្ញុំប្រឹងមកឲ្យម្ដាយនេះក៏មានតែម្នាក់ឯងទៀតអត់មានជាស្រីមេម៉ាយហើយដល់កូននឹងសង្ឃឹមថាកូនឆ្នាំទី3នេះកូនត្រូវចាញ់ព្រោះរៀននៅបាត់ដំបងនេះទេឲ្យចាញ់ដល់ពេលមានគ្រោះថ្នាក់អញ្ចឹងទៅតែឲ្យខ្ញុំសង្ឃឹមអីខ្ញុំសង្ឃឹមតែសម្ដេចសូមសម្ដេចជួយរកយុត្តិធម៌ឲ្យខ្ញុំផងខ្ញុំសូមជូនពរដល់សម្ដេចហើយនឹងគិតសម្ដេចកតិបណ្ឌិតសូមឲ្យលោកបានជាមលប់គ្រប់គ្រងដល់ប្រជារាស្ត្រដែលមានភាពខ្សត់ខ្សោយផងសូមសម្ដេចជួយខ្ញុំផងសូមសម្ដេចនិងគតិបណ្ឌិតជួយរកយុត្តិធម៌ឲ្យខ្ញុំផងនេះខ្ញុំសូមគោរពសូមអរគុណសម្ដេចតែសូមអង្វរទទូចឲ្យសម្ដេចដែលចូលនឹងសម្ដេចអតិប្រិបណ្ឌិតមេត្តាជួយរកយុត្តិធម៌ឲ្យខ្ញុំក្រុមគ្រួសាររបស់នាងខ្ញុំផងព្រោះខ្ញុំជាស្រីមេម៉ាយក្រីក្រមិនមានអីទីពឹងទេមានតែសម្ដេចនឹងឯងជួយនាងខ្ញុំផងខ្ញុំសូមជូនពរសម្ដេចដែលចូលនឹងសម្ដេចអតិប្រិបណ្ឌិតសូមលោកទាំងពីរជួបតែសេចក្តីសុខសេចក្តីចម្រើនហើយនឹងជាមលប់របស់កូនចៅឲ្យបានយូរអង្វែងតទៅមុខទៀតសូរសៀងភ្លេងការប្រហាដួងចិនអូនគ្មានអាណិតបាត់ស្នេហ៍ស្មោះពិនចោលមកឯកាអូនភ្លេងហើយឬទីយើងសច្ចាសូមពរទេវតាមានព្រះជួយជាសាងសេស្រណងធ្លាប់ធ្នមត្រកងបីអូនសាងស្នេហ៍នឹងស្នួនឲ្យលើធ្លាក់ខ្លួនជានឹងពិការព្រះអើយមិនដឹងទោខ្ញុំឆ្នេរណាឲ្យខ្ញុំពិការមកទៅសង្សារមានថ្មីជួបហើយមិនឡើយតែឃ្លានហើយទ្ររំសែនចង្អៀតខ្លោចផ្សានឹងស្រីមានស្ងៀតស្រីឆ្លៀតបាត់ស្នេហ៍ខាងក្ដីចោលបងស្រណងអាឡ័យស្រណងពីងពេញសំដែងប្រាំបងឲ្យស្មោះនឹងស្រីទៅវិញស្រីតែត្រួតចិត្តបើស្រីក្បត់ហើយកំឡាយបាញ់ឈឺដាំងមកពីកាតែចង់ស្នេហាឲ្យបានដល់ក្រោយសូមឲ្យបានសុខនឹងស្នេហ៍អូនតើបងជូនពរឲ្យបានសុំកំបីគ្លៀងគ្លៀហើយលាឆ្ងាយលាលែងឲ្យជួបលាស្រីចុងស្រលនំចិនអំពលឲ្យខលទុំខាលាពីងអូនបងលាពីងសច្ចារៀងហើយស្នេហាតាជាណានាកុំយល់បងព្រាត់ពីអូនព្រាត់ទាំងស្រឡ